គេងជាមួយកូនអោបកូនតាន់អ្នកនៅមានពេលគុំខ្លាចឆ្លក់វង្វេងនឹងទង្វើមួយនេះកូនមានកុមារភាពតែម្ដងទេពេលដែលកូនធំឡើងកូននឹងមានផ្លូវជីវិតផ្ទាល់ខ្លួនរបស់គេគេងអោបកូនស្ដាប់នៅសំឡេងបេះដូងរបស់កូនខ្យល់ដកដង្ហើមចេញចូលទៅវិញទៅមកនោះជាពេលវេលាដែលអស្ចារ្យបំផុតសម្រាប់អ្នកជាម្ដាយរីករាយជាមួយកុមារភាពរបស់កូននិងនៅក្បែរកូនស្រឡាញ់កូនពេញបេះដូងពីព្រោះនៅពេលដែលកូនធំឡើងអ្នកនឹងមិនមានពេលច្រើនដើម្បីអោបកូនទៀតទេ